សួស្តីបងប្អូនអរគ្នាបាទស្វាគមន៍មកកាន់វីដេអូថ្មីបន្តទៀតនៅក្នុង Channel YouTube របស់ខ្ញុំ Create Money MMO បាទនៅក្នុងវីដេអូនេះគឺខ្ញុំលើកយកជាមួយនឹង game ចាស់យើងណាគឺ game ឃ្មុំបាទអញ្ចឹងខ្ញុំខានធ្វើតាក់ទងមួយ game យូរដែរហើយក៏មានគ្នាយើងសួរតាក់ទងជាមួយនឹងការដកលុយកន្លែង$60ណាសួរច្រើនតែនឹងថាតើដកបានមែនអត់នៅក្នុង$60ហ្នឹងបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំមិនមែនមកដកលុយកន្លែង$60ហ្នឹងទេប៉ុន្តែខ្ញុំមកដកលុយកន្លែងកាក់វាប្រហែលជា$1ជាងទេខ្ញុំដកទៅ PayPal របស់ខ្ញុំបងប្អូនអញ្ចឹងខ្ញុំក៏ឆ្លៀតធ្វើការបង្ហាញតាក់ទងជាមួយនឹងកន្លែង$60ហ្នឹងផងដែរថាតើយើងត្រូវធ្វើអីខ្លះអញ្ចឹងអ្នកក្នុងហ្នឹងណាបាទអញ្ចឹងកន្លែង$60ហ្នឹងគឺខ្ញុំមិនទាន់ហ៊ានថាការដកគឺបានពេតមែនឬក៏អត់ទេដោយសារខ្ញុំអាចបានធ្វើការដកពីវាទេប៉ុន្តែខ្ញុំនឹងធ្វើការព្យាយាមបង្ហាញបងប្អូនយើងគឺជាព្យាយាមលេងឲ្យដល់ចំណុចដែលវាកំណត់ណាគ្នាអញ្ចឹងបើសិនជាមានអ្វីបន្ថែមអាប់ដេតបន្ថែមអំពីការធ្វើការបំពេញឬក៏ការដកលុយហ្នឹងនៅក្នុង$60ហ្នឹងគឺខ្ញុំបង្ហាញបងប្អូនយើងនៅក្នុងវីដេអូក្រោយៗទៀតប៉ុន្តែដល់ថ្ងៃណាឯណាខ្ញុំបញ្ជាក់ខ្ញុំនៅតែធ្វើការព្យាយាមលេងវាឲ្យគ្រប់ចំនួនលក្ខខណ្ឌរបស់គេហ្នឹងបាទអញ្ចឹងឥឡូវគឺខ្ញុំមកធ្វើការបង្ហាញកន្លែងហ្នឹងសិនដើម្បីឲ្យបងប្អូនយើងសួរបាទអញ្ចឹងនៅត្រង់ទៅនេះបងប្អូនយើងបានធ្វើការឃើញហើយកន្លែងហ្នឹងគឺជាកន្លែងដែលជាលក្ខខណ្ឌរបស់គេឲ្យយើងធ្វើការទៅបំពេញណាដើម្បីយើងឈានទៅដល់នៃការដកលុយចំនួន$60ហ្នឹងបានបាទអញ្ចឹងនៅក្នុងលក្ខខណ្ឌនេះគឺខ្ញុំបានបំពេញជាច្រើនដំណាក់កាលមែនតើនេះវាឲ្យយើង sign in ណាគ្នាវាឲ្យ sign in ឥឡូវគឺខ្ញុំនៅសល់ចំនួនដូចជា3ខ្ទង់ទៀត3ខ្ទង់ទៀតគឺខ្ញុំអាចពេញអានឹងមួយហើយវាដូចជាវាឲ្យយើងធ្វើការបំពេញច្រើនណាស់គ្នាបាទអញ្ចឹងលុយនៅ$60ហ្នឹងខ្ញុំគិតថាប្រហែលជាដកបានប៉ុន្តែតើតាខ្ញុំឆ្លងកាត់ជាមួយនឹងលក្ខខណ្ឌរបស់គេហ្នឹងបាទព្រោះអីវាអត់ឲ្យលុយយើងស្រួលទេណាគ្នាចង់ថាវាអត់ឲ្យយើងយកលុយ$60ហ្នឹងស្រួលទេវាឲ្យយើងដកបានពិតមែនប៉ុន្តែវាអត់ឲ្យយើងបានលុយស្រួលទេវាអញ្ចឹងណាវាមានលក្ខខណ្ឌឲ្យយើងបំពេញឆ្លងកាត់វាហ្នឹងបាទអញ្ចឹងការបំពេញបងប្អូនយើងមើលនេះវាឲ្យយើង sign in ចុចលើហ្នឹងទៅបងប្អូនចង់ដឹងថាចុចលើហ្នឹងទៅវាចេញតាណាបងប្អូនចុចលើហ្នឹងមកនេះវានាំមកយើងឲ្យយើងមកលេងជាមួយនឹងកន្លែងអស់នេះនេះឲ្យយើងមកលេងអស់ហ្នឹងណានេះលេងអស់ហ្នឹងប្រចាំថ្ងៃជាមួយនឹងមុខងារបន្ថែមខាងក្រោមនេះទៀតបាទអញ្ចឹងរបៀបនៃការលេងគឺវាវែងឆ្ងាយនេះគឺខ្ញុំបានបង្ហាញបងប្អូនយើងហ្នឹងទេហើយមុខងារទី2គឺយើង invite បាទវាឲ្យយើង invite អញ្ចឹងការ invite គឺបងប្អូនត្រូវធ្វើការ invite ច្រើនណានេះ invite ច្រើនបាទយើងត្រូវធ្វើការបំពេញលក្ខខណ្ឌវាច្រើននៅក្នុងហ្នឹងណាប៉ុន្តែខ្ញុំជឿថាហ្គេមនេះគឺអាចដកបានដោយសារខ្ញុំបានឃើញជាមួយហ្គេមបរទេសអញ្ចឹងបងប្អូនយើងអាចតែមើលខ្ញុំអត់បានយកវីដេអូបរទេសហ្នឹងមកបង្ហាញបងប្អូនយើងទេដោយសារបើសិនយកវីដេអូរបស់គេមកបង្ហាញវាជាប់កម្មសិទ្ធិរបស់គេអញ្ចឹងណាអញ្ចឹងខ្ញុំអត់យកមកបង្ហាញទេខ្ញុំយកតែខ្ញុំបង្ហាញជាក់ស្ដែងតែខ្ញុំនឹងធ្វើការព្យាយាមលេងនៅខ្លួនឯងហើយខ្ញុំនឹងធ្វើការបង្ហាញបងប្អូនយើងនៅក្នុងវីដេអូក្រោយៗទៀតបាទមិនមែនស្ងាត់ទេអ្នកនាងបាទគឺមិនមែនខ្ញុំស្ងាត់ឬក៏ខ្ញុំលុបកម្មវិធីហ្គេមមិនចោលទេគឺខ្ញុំនៅតែលេងអញ្ចឹងបាទខ្ញុំនៅតែលេងជាធម្មតាបាទប៉ុន្តែគាត់ថាខ្ញុំមិនទាន់ចេញវីដេអូបង្ហាញពីការតាក់ទងមកដកលុយ$60ហ្នឹងណាអញ្ចឹងបងប្អូនយើងបានធ្វើការចុះឈ្មោះតាមខ្ញុំច្រើនដែរតាក់ទងមួយហើយ$60ហ្នឹងឥឡូវខ្ញុំមកដកលុយចំនួនដូចជា$1ជាងបាទការដកលុយជាមួយនឹងហ្គេមនេះគឺដកបានពិតប្រកបណាស់នេះបាទនេះអញ្ចឹងខ្ញុំរកបានជាមួយនឹងកាក់ឃ្មុំហ្នឹងណាខ្ញុំរកបានចំនួន$1.51សេនអញ្ចឹងខ្ញុំអាចធ្វើការ withdraw បានទៅ PayPal ខាងក្រោមនេះអញ្ចឹងបងប្អូនចុចលើពាក្យថា withdraw all មកបន្ទាប់មកនៅក្នុង PayPal ជាស្រ័យនៅក្នុងហ្គេមមួយនេះគឺយើងបំពេញ PayPal ចាស់គឺយើងអាចដូរ PayPal ថ្មីបានទេគឺបំពេញអាចាស់គឺជាប់អាចាស់ហើយនេះបើសិនជាករណីបងប្អូនយើងPayPal បងប្អូនយើងអាចាស់ហ្នឹងដែលយើងធ្លាប់ធ្វើការដកហ្នឹងវាខូចឬក៏មានបញ្ហាអ្វីមួយហ្នឹងអញ្ចឹងបងប្អូនយើងអាចធ្វើការបដូរបានទេនៅក្នុងហ្នឹងណាអត់មានកន្លែងនៃការបដូរបានទេខ្ញុំអត់ឃើញកន្លែងនៃការបដូរទេនោះនេះនៅក្នុងហ្នឹងអញ្ចឹងខ្ញុំធ្វើការខ្ញុំបានធ្វើការបញ្ចូលហើយខ្ញុំធ្លាប់ធ្វើការដកពីមុនមកអញ្ចឹងឥឡូវធ្វើការ withdraw តែម្ដងបាទបន្ទាប់មកបងប្អូនឃើញទឹកលុយនេះ$1.51សេនអញ្ចឹងចុចលើប៊ូតុង Happy to នឹងមកនេះបងប្អូនមើលទឹកលុយមើលឈ្មោះមើល logo នៃហ្គេមហ្នឹងបានគេដាក់ថា send you cash បាទចុចលើហ្នឹងមកបន្តមកទៀតខ្ញុំចង់ឲ្យបងប្អូនយើងមើលប្រវត្តិនៃការដករបស់ខ្ញុំជាមួយនឹងហ្គេមហ្នឹងបាទខ្ញុំដកបានចំនួន$21ជាងដែរ
$21ជាងដែរអ្នកនេះតើតើមួយហ្គេមហ្នឹងណាអានេះគឺជា withdrawal total របស់ខ្ញុំសរុបអ្នកនេះណាបាទខ្ញុំដកលើកទី1ដូចជាបាន$4ជាងលើកទី2$5ជាងលើកទី3$3ជាងលើកទី4$2ជាងខ្ញុំដកបានចំនួន6-7ដងដែរអ្នកនេះតើតើមួយហ្គេមនេះបាទនៅតែកន្លែង$60ទេ$60គឺខ្ញុំអត់តន់ដែរធ្វើការដកបានទេប៉ុន្តែខ្ញុំគិតថាថ្ងៃណាមួយគឺខ្ញុំដកបានអ្នកនេះតើតើមួយហ្គេមហ្នឹងព្រោះខ្ញុំជឿថាហ្គេមហ្នឹងគឺអាចដកលុយបានចំណុច$60ហ្នឹងប៉ុន្តែ$60ហ្នឹងគឺវាអត់ឲ្យយើងទទួលបានឲ្យងាយទេវាដាក់លក្ខខណ្ឌយើងច្រើនបាទវាដាក់លក្ខខណ្ឌយើងច្រើនឲ្យយើងបំពេញឲ្យឆ្លងកាត់លក្ខខណ្ឌអស់ហ្នឹងណាអញ្ចឹងលក្ខខណ្ឌអស់ហ្នឹងគឺខ្ញុំធ្លាប់ជួបអស់ច្រើនអ្នកនេះបាទខ្ញុំធ្លាប់ជួបហើយជាមួយនឹងហ្គេមផ្សេងបាទដំបូងឡើយគឺខ្ញុំអត់ដឹងថាការដកលុយវាបានពិតមែនឬក៏អត់ទេអ្នកជឿទេប៉ុន្តែខ្ញុំបានធ្វើការព្យាយាមបំពេញនៅលក្ខខណ្ឌរបស់គេដែលគេបានដាក់ឲ្យខ្ញុំហ្នឹងទៅគឺខ្ញុំអាចឆ្លងផុតនៅលក្ខខណ្ឌអស់ហ្នឹងគឺខ្ញុំបានដកលុយបានពិតប្រាកដចូលមក PayPal ចាប់តាំងពីពេលហ្នឹងមកគឺខ្ញុំជឿទៅលើហ្គេមអស់ហ្នឹងប៉ុន្តែហ្គេមខ្លះគឺខ្ញុំដឹងហ្មងអ្នកនេះខ្ញុំមើលតែតម្រង់មិនដឹងថាខ្ញុំដឹងថាការដកលុយបានឬក៏មិនបានគឺខ្ញុំដឹងអញ្ចឹងណាអញ្ចឹងហ្គេមដែលបានលុយមកស្រួលអ្នកនេះបានលុយមកស្រួលគឺមិនងាយទេចង់ថាវាដកមិនបានទេពេលខ្លះហ្គេមខ្លះវាមានលក្ខណៈចេះអ្នកនេះចង់យល់តែហ្នឹងណាពេលខ្លះទៅហ្គេមពេលបងប្អូនយើងធ្វើការលេងវាទៅយើងបានលុយរៀងតាំងបានកាក់សែនអញ្ចឹងណាអាហ្នឹងទី1អាហ្នឹងក៏យើងគិតថាយើងអាចដកលុយបានដែរគឺជាហ្គេមដែលដាក់លុយពិតប្រាកដអញ្ចឹងណាហើយហ្គេមមួយទៀតគឺហ្គេមបានលុយលឿនប៉ុន្តែពេលដែលយើងធ្វើការ withdraw វាធ្វើការលក្ខខណ្ឌបាទវាធ្វើការលក្ខខណ្ឌឲ្យយើងបំពេញច្រើនអញ្ចឹងដូចឥឡូវអញ្ចឹងណាអាហ្នឹងគឺក៏វានៅក្នុងចំណុចទី2ដែរខ្ញុំគិតថាវាដកលុយបានដូចគ្នាប៉ុន្តែគាត់ថាវាមានលក្ខណៈផ្សេងគ្នាខ្ញុំបានបញ្យល់ប្រាប់បងប្អូនយើងមែនតើឡើយហ្នឹងណាហ្នឹងហើយអញ្ចឹងខ្ញុំបានដកទៅហើយចំនួន$1.51ប៉ុន្តែវាចេញមកពាក្យថា withdraw វិញបងប្អូនកុំឃើញចាហ្នឹងគឺថាខ្ញុំដកចំនួន$21ណាមែនទេនេះអញ្ចឹងថ្ងៃដែលខ្ញុំធ្វើការដកបងប្អូនចំណាំមើលដល់គ្នាណាថ្ងៃដែលខ្ញុំធ្វើការដកថ្ងៃទី5ខែ8 2026ខ្ញុំដកចំនួន$1ជាងតែនេះវាបង្ហាញទឹកលុយនេះវាបង្ហាញលុយ total ខាងលើនេះណាអាលុយវាតរដែលខ្ញុំថតធ្វើការដកដំបងមកអញ្ចឹងវាបង្ហាញទឹកលុយហ្នឹងអញ្ចឹងបងប្អូនយើងកុំយល់ច្រឡំថាខ្ញុំកាត់តអីដល់នេះអត់ទេនេះគឺខ្ញុំអូសនេះមើលឃើញណាខ្ញុំបង្ហាញនៅក្នុងហ្គេមបន្តហើយហ្នឹងហើយអញ្ចឹងឥឡូវគឺខ្ញុំបានដកចេញចំនួន$1ជាងហ្នឹងហើយឥឡូវគឺខ្ញុំបានត្រឡប់មកវិញហើយអញ្ចឹងនៅក្នុងហ្គេមនេះគឺខ្ញុំបានប្រាប់បងប្អូនពីការប្រាប់តែពីរបៀបនៃការដកហើយបញ្យល់ទាក់ទងមើលកន្លែង$60ហ្នឹងឯងចឹងចាំមើលនៅចុងកន្ទុយវីដេអូខ្ញុំបង្ហាញពីប្រវត្តិនៃការដកជាមួយនឹងហ្គេមហ្នឹងហើយចាំមើលប្រវត្តិពីវិក័យប័ត្របាទពីវិក័យប័ត្រឬក៏ប្រវត្តិនៃការដកនៅក្នុងហ្គេមទាំងនៅក្នុង PayPal របស់ខ្ញុំបង្ហាញបងប្អូនយើងឲ្យច្បាស់ចឹងណាអញ្ចឹងរងចាំមើលដល់គ្នានៅចុងកន្ទុយវីដេអូបាទអញ្ចឹងខ្ញុំ stop វីដេអូនៅប៉ុណ្ណឹងសិនអរគុណអូខេបងប្អូនទាំងគ្នាឥឡូវខ្ញុំចូលមកដល់ហ្គេមភាសាថ្មីណាហ្គេមខ្មុំនេះអញ្ចឹងខ្ញុំបង្ហាញពីប្រវត្តិនៃការដកនៅក្នុងហ្គេមនេះសិនឥឡូវបងប្អូនចូលមកក្នុងកន្លែងនេះមកនេះកន្លែងកាក់វាបន្តមកទៀតបងប្អូនចុចនៅលើកន្លែងខ្មៅដៃហ្នឹងអញ្ចឹងនេះគឺជាប្រវត្តិនៃការដកនេះ$1.52សេនអញ្ចឹងបងប្អូនឃើញហើយការដករបស់ខ្ញុំគឺទទួលបានជោគជ័យហើយនៅក្នុងហ្គេមនេះឥឡូវខ្ញុំទៅបង្ហាញនៅក្នុង PayPal របស់ខ្ញុំសិនតើខ្ញុំទៅបង្ហាញនៅក្នុង PayPal របស់ខ្ញុំឲ្យបងប្អូនយើងមើលទាំងអស់គ្នាថាតែនៅក្នុង PayPal របស់ខ្ញុំគឺទទួលបានទឹកលុយចំនួន$1.52សេននោះពិតមែនអត់តោះទៅមើលទាំងអស់គ្នានេះបងប្អូនទាំងអស់គ្នានេះគឺជាទឹកលុយចំនួន$1.52នេះអានេះគឺហ្គេមហ្នឹងឈ្មោះថា logo ហ្នឹងទឹកលុយគឺប៉ុណ្ណឹងនេះបងឃើញនេះ$1.52អានេះគឺជារូបភាពទេបាទខ្ញុំថតជារូបភាពចេញពី PayPal របស់ខ្ញុំមួយទៀតហ្នឹងណា PayPal Indonesia អានេះគឺជា PayPal Indonesia ហ្នឹងហើយអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងអ្នកគ្នាអរគុណច្រើនបាយបាយ